ជំរាបសួរសួស្តីអ្នកនរគ្នាថ្ងៃនេះ3អ្នកគីបស៊ីនបងប្អូនរបស់ខ្ញុំគឺតនេថ្ងៃអាទិត្យបងប្អូនមកពីបាញ់ចឹងក៏នាំគ្នាមកបបកថៃក្រោយផ្ទះនៅជាប់ផ្ទះអ្នកនរគ្នាអត់ដល់ណាឆ្ងាយបន្ទាប់ពីហូបបាយថ្ងៃត្រង់ហើយថ្ងៃក្តៅចេះអ្នកនរគ្នានាំបងប្អូនមកបបកត្រីហើយក្នុងឡូក្រោយផ្ទះនឹងសិតតែត្រីបងប្អូននៅសិតតែត្រីក្រាញ់ស្ទួយបានមកសិតតែត្រីក្រាញ់ធំបើឡើយនេះវិញអ្នកគ្នាត្រីស៊ីឲ្យគ្រាន់តែវ័នមកធ្លាក់ចូលក្នុងទឹកវិញបាត់ស៊ីម្ដងឡើងពីរដល់ពេលអត់ស៊ីអត់ទាំងអស់បាននៅសល់ត្រីក្រាញ់មួយក្នុងទឹកឡូហ្នឹងត្រីច្រើនណាប៉ុន្តែវាសុទ្ធតែកឆែតដល់ពេលចឹងវែកវាស្ទូចអត់បោមឲ្យវាសិតតែផុកហ៎និយាយរួមទៅទឹកឡូក្រួយផ្ទះភាពដូចជាកន្លែងលំហែអារម្មណ៍ចឹងឲ្យតែពេលតនេនាំបងប្អូនទៅអង្គុយលេងហ្នឹងព្រោះវាមានម្លប់ស្វាយច្រកហ៎នេះពួកខ្ញុំមិនមែនជាសាច់កាយមកស្ទួយត្រីចង់បានត្រីអីនេះមកក្រួយផ្ទះដើម្បីសបាយនេះឃើញស្វាយបងខ្ញុំទៅបេះស្វាយបងអំបិលយកមកហូបស្ទួយត្រីបដាហូបស្វាយបដានេះតំណងអត់បងប្អូនគេយកមក3នាក់បងប្អូនខ្ញុំនេះទាំងថ្ងៃត្រង់បងប្អូនសូវបានជួបគ្នាទេតែជួបគ្នាម្ដងនេះបបួលគ្នានេះទៅស្ទួយត្រីស្ទួយត្រីសបាយស្ទួយត្រីងាកទៅឃើញបងប្អូនលេងបាល់នៅវាស្រែនឹកដល់កាលនៅក្មេងណាសបាយណារត់លេងចាប់លេងបាល់លេងអីតែឥឡូវក៏នៅតែសបាយតាមពិតទៅទោះបីជាអាយុយើងកាន់តែច្រើនក៏ប៉ុន្តែអារម្មណ៍ដែលចង់សប្បាយហ្នឹងគឺនៅតែមានប៉ុន្តែដោយសារតែអាយុយើងកាន់តែច្រើនទំនួលខុសត្រូវរបស់យើងក៏មានកាន់តែច្រើនអញ្ចឹងហើយយើងអត់អាចបដ ாய் ពេលវេលាទៅធ្វើរឿងសប្បាយដោយការពីក្មេងទៀតបានទេព្រោះយើងមានទំនួលខុសត្រូវច្រើនជីវិតយើងត្រូវការរីកចម្រើនទៅមុខមិនអាចធ្វើដូចនៅការពីក្មេងបានទេហើយនេះបងប្អូនគឺជាត្រីដែលស្ទូចបានស្ទូចឡើង1ម៉ោងហើយបងប្អូនបានប៉ុណ្ណឹងវាអត់សូវស៊ីហ៎ដល់ពេលស៊ីហើយវត្តមកធ្លាក់ចូលក្នុងទឹកវិញហើយនេះបងប្អូនទេសភាពនៅខាងក្រោយផ្ទះថ្ងៃប្រហែលជាម៉ោង3កន្លះថ្ងៃនៅបើកឲ្យក្តៅចាស់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាសូមអរគុណសម្រាប់ការតាមដាន